អូខេសួស្តីអ្នកទាំងអស់គ្នាហើយថ្ងៃហ្នឹងខ្ញុំមកតឡើង plugin មួយទៀតហើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាជួយ like ហើយនិង comment share ផងអ្នកទាំងអស់គ្នាអូខេអញ្ចឹងកុំឲ្យខាតពេលយូរគឺខ្ញុំមកតឡើង plugin មួយដែលវាមានឈ្មោះថានៅ sample text file ណាអញ្ចឹងហើយ plugin នេះគឺងាយស្រួលតឡើងទេតែអ្វីដែលជាបញ្ហាចត់គឺយើងពិបាកក្នុងការ download ដោយសារតែវាស៊ីមេធំពេញអ្នកទាំងអស់គ្នាអញ្ចឹងការដែលខ្ញុំ download កាលមុនខ្ញុំ download ម្ដង 20G អញ្ចឹងទៅតាមដំណាក់កាល 176G អញ្ចឹងហើយអានេះគឺវាមកជាលក្ខណៈដុំបណ្ដោយអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំសុំ check មើលឲ្យអ្នកទាំងអស់គ្នាមើលនេះ sampic some protect អញ្ចឹងអាហ្នឹងឲ្យយើងអាចមើលទៅណានេះដូចជា 500G ជាងអ្នកទាំងអស់គ្នាខ្ញុំសុំ scope វីដេអូតិចដោយសារវាដើរយឺតអញ្ចឹងវាចេញហើយអ្នកនរគ្នាអញ្ចឹងគឺវា 560G ណាអញ្ចឹងអាហ្នឹងឲ្យតែមួយទេហើយឲ្យណានេះមួយទៀតហើយខ្ញុំសុំដាក់ឲ្យអ្នកនរគ្នាមើលជប់ចាំតិចអ្នកនរគ្នាខ្លាចទៅវាមិនមែននៅក្នុងនេះហ្នឹងអូខេអញ្ចឹងគឺវាអត់នៅក្នុងហ្នឹងទេអញ្ចឹងគឺវានៅក្នុងត្រៃ F របស់ខ្ញុំអញ្ចឹងឲ្យគឺវានៅក្នុងនេះនៅក្នុងនេះខ្ញុំដាក់ថា plugin នេះអូខេអ្នកនរគ្នាចាំបន្តិចអាចថានៅវាបាត់អូខេអ្នកនរគ្នានេះអញ្ចឹងគឺអានេះមួយផ្នែកទៀតណាអ្នកនរគ្នាតែអានេះពិបាកក្នុងការ download ណានេះ support text អានេះ connect នេះខ្ញុំឆែកឲ្យអ្នកនរគ្នាមើលដូចជា 30G ជាងអូខេ 31G អ្នកនរគ្នាអញ្ចឹងអានេះគឺ 31G ខ្ញុំឆែកមើលនេះអូខេអានេះ 3G 3G ណាអញ្ចឹងតានេះណាអ្នកនរគ្នាអញ្ចឹងអានេះគឺ 33G អញ្ចឹងបើសិនជាអ្នកនរគ្នាចង់មក sample text 3នេះអានេះអ្នកនរគ្នាអាចតាក់ទងមកខ្ញុំបានណាអញ្ចឹងអូខេកុំឲ្យខាត់ពេលយូរយើងចូលទៅតម្លើងអ្នកនរគ្នានេះអញ្ចឹងខ្ញុំមាន sample text 4ឲ្យ4.2.6ណាអញ្ចឹងយើងឲ្យមុននឹងតម្លើងខ្ញុំសូមបិទកម្មវិធីចាត់មេរោគសិនអូខេបិទហើយអញ្ចឹងយើងคลิกមកស្ដាំមួយមកយើងយកពាក្យ run administrator នេះមកអូខេបន្ទាប់ពីវា load ចាំមកយើងចុចយក yes បន្ទាប់មកខ្ញុំយក English ហ្នឹងយើងយក OK មកយើងចុច next អូខេយើងចុច next បន្ទាប់មកខ្ញុំចង់ដកនេះចេញមួយដោយសារតែខ្ញុំអត់ប្រើទេអូខេអញ្ចឹងយើងឲ្យអាចដាក់អ្វីដែលយើងបានប្រើប្រាស់ VST2 នេះក៏មិនបាច់ដែរតោះអូខេអញ្ចឹងខ្ញុំប្រើ VST3 ខ្ញុំសុំដកនេះខ្ញុំយកនេះវិញតោះអញ្ចឹងយើងប្រើប៉ុណ្ណឹងមកអូខេយើងចុច next ខ្ញុំសុំដកនេះចេញឲ្យវាបង្កើតនៅលើនេះទេអូខេយើងចុចមិញខ្ញុំដកគ្រានេះអ្នកនរគ្នាអញ្ចឹងអាហ្នឹងបើយើងដាក់គ្រាគឺវាមក load មកលើអេក្រង់យើងអញ្ចឹងខ្ញុំអត់ចង់ដាក់នៅលើអេក្រង់ខ្ញុំដាក់តែនៅក្នុង plugin បែរនេះអ្នកនរគ្នាចាំវាបន្តិចទៅវារៀងយូរបន្តិចហីអូខេអញ្ចឹងខ្ញុំសុំខ្វែងនេះចោលវាអត់មានអីចោលជាបញ្ហាទេអូខេបន្ទាប់ពីយើងចេញចឹងមកយើងមិនចាំអានេះបើវាអត់គ្រីក៏អត់ទៅអត់អីទេយើងចុច finish មកអូខេអញ្ចឹងខ្ញុំអត់បើកនេះទេព្រោះខ្ញុំឆែកឲ្យមើលមិញហើយមាន 560G និង 31G អូខេអញ្ចឹងយើងចូលទៅកាន់ SR Studio របស់យើងមកបន្ទាប់មកយើងខ្វែងវាចោលខ្ញុំយកពាក្យ add ខ្ញុំយកពាក្យ refresh plugin នេះមកអូខេអញ្ចឹងគឺវាចេញហើយអញ្ចឹងខ្ញុំយកវាមកដាក់នៅលើនេះអូខេយើងមិនចាំចុច more plugin ទេយើងខ្វែងវាចោលមកខ្ញុំចាប់ទាញដាក់យកបណ្ដោយមកអូខេពេលវាចេញអញ្ចឹងណាជាស្រីអ្នកនរគ្នាខ្ញុំបូកអានេះវិញតោះអូខេអញ្ចឹងពេលវាចេញអញ្ចឹងយើងចុចមកនេះអានេះគឺមានន័យថាយើងអត់ទាន់បានដាក់ library វាចូលទេ
ចឹងអ្នកនរគ្នាចូលមករូបសញ្ញាកងចក្រនេះមកនេះរូបនេះកន្លែងខ្ញុំដាក់ម៉ៅកវីនេះចឹងអ្នកនរគ្នាចុចមកអ្នកនរគ្នាយកពាក្យ add បន្ទាប់មកខ្ញុំសុំទៅយកអា 30G មុនណាអ្នកនរគ្នានេះចឹងនេះ 30G របស់ខ្ញុំ 31G ចឹងយើងចុចទៅប៉ុណ្្នឹងមកយើងយក add ចឹងចង់ដឹងថាវាមានអីខុសប្លែកអត់ចាំមើលវាមាន load ស្អីមកអត់ចឹងយើង scan វាមួយមកអូខេងាក់ចេញ load អីចឹងចាំតិចអ្នកនរគ្នាខ្ញុំយក add មួយសារទៀតខ្ញុំចូលទៅ remove វាចោលខ្ញុំ add មួយសារទៀតអូខេសរសៃវានៅក្នុង connect sample text នេះអូខេចឹងយើង rescan វាមួយមកនេះវាចេញមកហើយចឹងយើងអានេះវាចេញមកតែវាអត់មានចឹងបើសិនជាវាអត់មានយើងអាចធ្វើវិធីសាស្ត្រនេះបានអូខេខ្ញុំសុំដកអានេះចេញយើងអាចដាក់ចេញមកឲ្យវា rescan មកទាំងអស់មកអូខេអានេះវាអត់ចេញដោយសារតែបញ្ហាមួយចាំតិចអ្នកនរគ្នាខ្ញុំសុំហើយបើកន្លែងម៉ាស៊ីនខ្ញុំពិនិត្យមើលវាមួយសារទៀតអូខេ31G មិនអាចនឹងវាអត់ស្គាល់អ្នកនរគ្នាសុំមើលនេះមកអូខេខ្ញុំទៅ scan អា 500G សិនចាំមិនបានចាំខ្ញុំដោះស្រាយវាតាមក្រោយអូខេសូម update អានេះមកវាចេញហ្នឹងអ្នកនរគ្នាតែយើងអត់អាចប្រើប្រាស់វាបានហើយខ្ញុំសុំទៅយក 500G សិនចឹងយើង select វាមកយើង rescan វាមកអូខេចឹងវាចាប់ផ្ដើម scan ហើយអ្នកនរគ្នាខ្ញុំសុំ stop វីដេអូបន្តិចសិនដោយសារតែវា scan យូរដែរអូខេអញ្ចឹងវាចេញហើយអ្នកនរគ្នានេះអានេះមិញជាស្រ័យអ្នកនរគ្នាដោយសារតែបើយើងចុចទៅលើតាអា 30G នោះគឺវាអត់មានទេនេះអ្នកនរគ្នាតោះតែយើង scan ទៅជាមួយនឹង 500G ហ្នឹងចាំឲ្យខ្ញុំយកឲ្យមើលអញ្ចឹងចឹងអា 500G ហ្នឹងគឺវាមានទាំង simple text 3មានទាំងអានេះណានេះចឹងគឺវាមានដូចគ្នាអូខេអញ្ចឹងគឺវាមានតែប៉ុណ្្នឹងទេអ្នកនរគ្នា
ចឹងឲ្យសម្រាប់នេះសម្រាប់ template take for អីវាមានទាំងអស់វាមានច្រើនណាចឹងឲ្យអ្នកនរគ្នាឲ្យចង់បានអីអាចតាក់ទងមកខ្ញុំបានណាចឹងឲ្យគឺវាមានតែប៉ុណ្្នឹងទេអ្នកនរគ្នាចឹងយើងសាកតែ sample take for មកឲ្យវាមានហ្គីតាចឹងអ្នកនរគ្នាមានហ្គីតាអញ្ចឹងយើងពេលយើងប្រើវាយើងត្រូវคลิก2ដងទៅអូខេចាំបន្តិចអ្នកនរគ្នាវីដេអូនេះរៀងយូរតិចហើយដោយសារតែខ្ញុំចង់បង្ហាញឲ្យអ្នកនរគ្នាដឹងអញ្ចឹងហើយមួយទៀតយើងនឹងតម្លើង plug in ឲ្យណាដែលអ្នកនរគ្នាចង់ដឹងថាតម្លើងរបៀបម៉េចអីរបៀបម៉េចអ្នកនរគ្នាចាំ comment មកអូខេអញ្ចឹងគឺវាចេញហើយនេះចឹងអ្នកនរគ្នាអាចតេស្តមើលខ្លួនឯងទៅដោយសារតែខ្ញុំអត់បានតេស្តទេដោយសារតែខ្ញុំអត់មានកាសអ្នកនរគ្នាអញ្ចឹងយើងមានតែ sound card យើងអត់មានកាសទេអញ្ចឹងខ្ញុំអត់បានស្ដាប់ទេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាអូខេអញ្ចឹងចាំជួបខ្ញុំនៅវីដេអូតម្លើង plug in ក្រោយៗទៀត